នេះជាសកម្មភាពរបស់ញោមអាចារ្យខូនដែលជារៀងរាល់ថ្ងៃគាត់លះបង់ចំពោះវត្តនិរតនារាមគឺគាត់អត់ប្រកាន់ខ្លួនថាខ្លួនជាអាចារ្យទេគឺគាត់មកសម្អាតបរិស្ថាននៅក្នុងវត្តនិរតនារាមហើយជាពិសេសគឺការកាត់ស្មៅនៅខាងត្បូងព្រះវិហារហើយនៅខាងមុខមហាកុដក៏ដល់តែគាត់កាត់ទៅក៏គាត់ក្តៅក៏គាត់មកជ្រោកក្រោមម្លប់ឈើញាតិញោមមើលឃើញជាក់ស្ដែងហើយដល់ពេលដើមឈើវាធំទៅជ្រោកម្លប់ត្រឈឹងត្រឆៃផងអញ្ចឹងអត្ថប្រយោជន៍ដើមឈើនៅក្នុងបច្ចុប្បន្ននោះគឺផ្ដល់ជំរកដល់មនុស្សនិងសត្វទាំងឡាយព្រមទាំងទេវតាហើយបានលម្អនៅអារាមធ្វើអារាមនឹងមានពណ៌សម្បូរទៅដោយពណ៌បៃតងពណ៌នេះជាអត្ថប្រយោជន៍បច្ចុប្បន្នគឺយើងអាចជ្រកបានសត្វអាចជ្រកបានទេវតាអាចនៅជិតអាចនៅបានហើយបង្កើនសម្រស់វត្តអារាមហើយកាត់បន្ថយកម្ដៅនៅក្នុងវត្តអារាមក៏ដូចជាបញ្ចេញនៅខ្យល់អុកស៊ីស